ជំរាបសួរបងប្អូនសិស្សានុសិស្សមិត្តអ្នកសិក្សាជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនឬក៏បង្ហាញមិត្តអ្នកសិក្សាបងប្អូនសិស្សានុសិស្សអំពីការប្រើប្រាស់កម្មវិធី Microsoft Word ទាក់ទងទៅនឹងទម្រង់រដ្ឋបាលនៅមេរៀនទី1អញ្ចឹងសម្រាប់វីដេអូនេះដែរគឺបានឧបត្ថម្ភពីសាលាបង្វឹកគួរពិសេសពលិបញ្ញាសាខាទី4រាជធានីភ្នំពេញសាលាមានបើកបង្រៀនចំណេះដឹងទូទៅផ្នែកបំពន់ភាសាខ្មែរគណិតវិទ្យាគីមីវិទ្យាជីវវិទ្យារូបវិទ្យាភាសាអង់គ្លេសចិនភាសាចិនជំនាញកុំព្យូទ័រគ្រប់កម្រិតបាទទទួលចុះឈ្មោះសិស្សពីអាយុ3ឆ្នាំឡើងទៅមានបើកពេញម៉ោងនិងក្រៅម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍អាទិត្យអូខេអញ្ចឹងសូមបងប្អូនអនុវត្តជួយខ្ញុំទាំងអស់គ្នាពីការស្វែងយល់និងការប្រើប្រាស់កម្មវិធី Microsoft Word ចឹងនៅពេលដែលបងប្អូនបើកកុំព្យូទ័រមកគឺបងប្អូនភ្លេច refresh ចឹងផងម៉ៅស្ដាំបាទម៉ៅឆ្វេងម៉ៅស្ដាំកន្លែងនេះទៅយក refresh ម៉ៅឆ្វេងអូខេអញ្ចឹងនៅកន្លែងនេះបាទយើងបើកកម្មវិធី Microsoft Word បាទយើងคลิกពីរដងមកអញ្ចឹងវានឹងចេញផ្ទាំងបែបនេះមកគឺបងប្អូនចុចម៉ៅឆ្វេងមកចឹងវានឹងចេញផ្ទាំងបែបនេះដូច្នេះនៅពេលដែលយើងបានផ្ទាំងកិច្ចការនេះហើយគឺយើងអត់ត្រូវវាយអក្សរទេមានន័យថាចូលទៅសេរីក្តារសិនទី1ទៅរើសប្រភេទក្តារគឺចូលទៅពាក្យថា layout បាទ layout នេះគឺយើងដើម្បីចូលទៅសេរីក្តារបាទរួចហើយយើងនោះប្រើឲ្យឆ្វេងណា layout ហើយយកពាក្យថា size យើងជ្រើសរើសប្រភេទกระดาษដែលយើងចង់បានប្រើប្រាស់អញ្ចឹងខ្ញុំប្រើกระดาษ A4 បាទចូលយក A4 បន្ទាប់មកនៅកន្លែង orientation នេះគឺជាប្រភេទกระดาษដែលយើងត្រូវជ្រើសกระดาษដេញឬឈរអញ្ចឹងបងប្អូនជ្រើសយកกระดาษឈរមកបាទបន្ទាប់មកពេលដែលយើងបានប្រភេទกระดาษឈរហើយយើងត្រូវមើលកន្លែងពាក្យថា margin នេះយើងចុចម៉ៅឆ្វេងទៅលើកន្លែងធីកតូចមួយនេះវានឹងបង្ហាញផ្ទាំងមកហើយយើងជ្រើសរើសអញ្ចឹងយើងជ្រើស normal មានន័យថាกระดาษហ្នឹងប្រភេទធម្មតាសាច់គែមគៀនហ្នឹងគឺនៅសធំយើងជ្រើសយកกระดาษ narrow នេះប្រភេទ narrow នេះគឺមានន័យថាសាច់គែមកระดาษគៀនគឺមានទលំមានន័យថាទលាយធ្វើឲ្យយើងសរសេរកិច្ចការបានច្រើនអញ្ចឹងខ្ញុំជ្រើសរើសយក narrow បន្ទាប់ពីខ្ញុំជ្រើសបានហើយគឺខ្ញុំបកមកកន្លែងនេះវិញបាទ home បាទមក home មករួចហើយយើងស្វែងយល់អំពីការប្រើប្រាស់នៅប្រភេទអក្សរអញ្ចឹងជ្រើសរើសយកកន្លែងពាក្យ font នេះបាទអញ្ចឹងយើងបើសិនជាយើងត្រូវវាយអក្សរខ្មែរយើងត្រូវទាញកន្លែងនេះប្រើម៉ៅឆ្វេងទាញបាទឬក៏ click បវលមកបាទចាប់ម៉ៅឆ្វេងទាញឲ្យជាប់នេះក៏បានដែរនៅកន្លែងខ្មៅទូចមួយនេះអញ្ចឹងជ្រើសរើសប្រភេទអក្សរនេះគឺជាប្រភេទអក្សរដែលយើងត្រូវជ្រើសរើសយកមកប្រើប្រាស់ទី1គឺអក្សរខ្មែរ OS Moonlight នេះគឺសម្រាប់ប្រភេទអក្សរឆ្លាស់បាទអញ្ចឹងកន្លែងនេះគឺជាទំហំចុចមកជាទូទៅគេវាយ12តែឥឡូវខ្ញុំដាក់អក្សរឲ្យធំតិចសិនបាទខ្ញុំយក13សិនបង្ហាញនៅពេលដែលយើងជ្រើសរើសយកកន្លែង font នេះខ្មែរ OS Moonlight ហើយបន្ទាប់ពីទំហំអក្សរជាទូទៅគេវាយតែ12ទេប៉ុន្តែឥឡូវខ្ញុំដាក់ឲ្យធំទៅសំណុកងាយស្រួលបរៀនបាទបន្ទាប់ពីបានចឹងហើយយើងចង់វាយអក្សរខ្មែរគឺវាអត់ចេញទេត្រូវតែដូរកូដនៅកន្លែងនេះសិនបាទមើលមកខាងនេះមកម៉ៅខ្ញុំអស់មកបាទដូរវាពីអក្សរអង់គ្លេសមកអក្សរខ្មែរវិញបាទចុចមកឆ្វេងយកមកបន្ទាប់មកយើងវាយធម្មតាអូខេបាទអញ្ចឹងនេះគឺជារបៀបដែលយើងត្រូវវាយអក្សរអញ្ចឹងសូមបញ្ជាក់ទៀតនៅពេលដែលយើងចង់បានអក្សរខ្មែរធម្មតាបាទគឺយើងចុចនៅកន្លែងនេះដដែល font ជ្រើសយកពាក្យប្រភេទអក្សរបវលម៉ៅមកបាទអុសមកអញ្ចឹងយើងរកមើលខ្មែរ OS អញ្ចឹងបើជាទូទៅបងប្អូនអាចប្រើខ្មែរ OS សៀមរាបក៏បានខ្មែរ system ក៏បានខ្មែរបាត់ដំបងបានឥឡូវខ្ញុំយកខ្មែរ OS
sim hiệp và son của xã đấy đập bên dừng bàn đó nhưng anh quay ở so bán bạn ok chắcនេះគឺជាប្រភេទអក្សរហើយជាទូទៅនៅពេលដែលយើងចង់វាយអានេះវាយចេញពីខាងឆ្វេងអញ្ចឹងស្វែងរកកន្លែងហើយកន្លែងនេះគឺប្រភេទអក្សរត្រូវជ្រើសរើសកន្លែងនេះគឺជាទំហំអក្សរដែលយើងត្រូវជ្រើសរើសអញ្ចឹងមានន័យថាបើយើងចង់បានអក្សរទូចយើងទំហំទូចមកយើងចង់បានប្រភេទធំយើងដាក់ធំមកជាទូទៅបើសិនជាបងប្អូនវាយអក្សរទម្រង់រដ្ឋបាលគេច្រើនយកទម្រង់12ទំហំបាទអូខេឥឡូវខ្ញុំបានប្រភេទចឹងហើយបងប្អូនមើលនៅកន្លែងនេះមួយកន្លែងនេះគេហៅថា font color គឺនឹងចុចទៅលើវាទៅគ្រីសតូចហ្នឹងបងប្អូនអាចជ្រើសរើស color បានភេទពណ៌បានដែលយើងចង់ដាក់អូខេបាទចង់ដាក់បន្ទាប់មកគឺយើងត្រូវស្វែងយល់នៅកន្លែងនេះមួយទៀតកន្លែងនេះគឺយើងវាយចេញពីខាងគៀនហៅថា align left បាទសកាត់ control L បាទខាងនេះគឺវាយចេញពីកណ្ដាលខ្ញុំចុចមកវាមកកណ្ដាលអូខេខាងនេះគឺវាយចេញពីខាងស្ដាំ align right យើងវាយអក្សរមកគឺវាចេញពីខាងស្ដាំឧទាហរណ៍ថានេះវាចេញពីខាងស្ដាំអូខេ enter អញ្ចឹងselect មកកន្លែងនេះគឺយើងសម្រាប់វាយឲ្យស្មើគេហៅថា justify មានន័យថាយើងវាយពីខាងដើមនេះមកដល់ខាងចុងនេះមានន័យថាអត្ថបទនឹងស្មើស្អាតកែមកដាស់កែមអត្ថបទស្មើស្អាតអូខេហើយបើសិនយើងវាយពីកណ្ដាលដាក់ចឹងឥឡូវយើងវាយពីកណ្ដាលឃើញទេចេញពីកណ្ដាលធ្វើខ្ញុំវាយខាងគៀនខ្ញុំយកមកគៀនខ្ញុំដាក់មកអូខេបាទ enter ខ្ញុំវាយកណ្ដាលចំកណ្ដាលអូខេ enter អញ្ចឹងខ្ញុំវាយពីខាងស្ដាំចេញពីខាងស្ដាំមកបាទខ្ញុំវាយខាងនេះគឺអានេះថា justify មានន័យថាយើងវាយមកវាស្មើកែមគ្នានេះខ្ញុំខុសថាយើងវាយអូខេបាទវាយចឹងរហូតមកគឺប្រភេទกระดาษវានឹងនិយាយរួមវាចេញទៅស្មើម្ដងនេះតែម្ដងហើយខ្ញុំ copy យកតែម្ដងបាទចាំមើលតើវាចេញស្មើមិនបាទនេះអញ្ចឹងមានន័យថាកែមកระดาษកន្លែងនេះគឺវាស្មើគ្នាពេលខ្ញុំ enter ទៅវាស្មើជាមួយកែមនេះអញ្ចឹងខ្ញុំយកបន្ថែមទៀតខ្ញុំ copy ដាក់ហោឃើញទេបងប្អូនឃើញកែមអញ្ចឹងមានន័យថា justify ហ្នឹងនៅពេលដែលយើងអត់យកវាឃើញកន្លែងនេះលខិនខុញទេពេលយើងយក justify នេះមកមានន័យថាកែមខាងស្ដាំនេះគឺស្មើគ្នាបាទអានេះទោះយើងវាយ tab កន្លែងនេះក៏ដោយគឺនៅកែមកន្លែងនេះគឺស្មើគ្នាអញ្ចឹងការស្វែងយល់ពីការប្រើប្រាស់ក្នុងទម្រង់ Microsoft Word ត្រូវស្វែងយល់ពីកន្លែងនេះដែរបាទទី1 align left វាយចេញពីខាងឆ្វេងទី2 align right align center វាយចេញពីកណ្ដាល align right វាយចេញពីខាងស្ដាំនេះវាយចេញអត្ថបទឲ្យស្មើហើយបន្តមកទៀតគឺត្រូវមើលកន្លែងនេះបងប្អូនឃើញកន្លែងនេះកម្រិតវាខុសពីធម្មតាដែរអញ្ចឹងត្រូវមើលនៅកន្លែងនេះអង់គ្លេសគេហៅថា line and paragraph spacing ហ្នឹងគឺចុចលើវាមកយើងជ្រើសរើសយកលេខ1បន្តមកទៀតយើងយកពាក្យថា remove ចេញមកគឺវាគៀកអញ្ចឹងហើយអូខេបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំបង្ហាញបងប្អូនតែប៉ុណ្្នឹងទេអំពីការប្រើប្រាស់កម្មវិធី Microsoft Word ទាក់ទងទៅនឹងការបើកกระดาษកិច្ចការងារយកមកធ្វើបើកកម្មវិធីយកមកធ្វើកិច្ចការងារហើយនឹងសរសេរប្រភេទអក្សរហើយនឹងទំហំអក្សរហើយនឹងពណ៌អក្សរបាទអញ្ចឹងនៅមេរៀនបន្តទៀតខ្ញុំនឹងបង្ហាញបន្ថែមទៀតអរគុណច្រើនជួបគ្នាជាមួយវីដេអូក្រោយៗបាទ